សូមជួនរឿងខ្មោចសង្ហា លោកសិលាខ្មោចសង្ហានៅកំពង់សោម ចំពោះទី1ផ្ទះវិមានដែលត្រូវគេបំភ្លេចនារីទៀងអាវយឺតក្រាស់របស់នាងមកបិទជិតខ្លួនថ្មីបិទតែទីក្រុងកំពង់សោមជាតំបន់ត្រូពីក្តីក៏ខ្យល់ដែលបកចេញពីសមុទ្រមកប៉ះនឹងផ្ទះវិមានចាស់នេះមានភាពត្រជាក់រហូតដល់ឆ្អឹងផ្ទះវិមាននោះឈរខ្ពស់ត្រដែតលើចំណោទថ្មមួយកាត់ជ្រុងនៃឆ្នេរឯកជនដែលធ្លាប់ជាមោទនភាពរបស់តំបន់តែឥឡូវវាគ្រាន់តែជាសំណងដ៏ទ្រុឌទ្រោមនិងគួរឲ្យខ្លាចនាងជាស្ថាបត្យកោវ័យក្មេងម្នាក់ដែលត្រូវបានចាត់តាំងឲ្យមកត្រួតពិនិត្យផ្ទះមុននឹងឈានដល់ការកំទេចចោលដើម្បីសាងសង់រមណីយដ្ឋានថ្មីផ្ទះនេះមានឈ្មោះហៅក្រៅថាផ្ទះស៊ីឡាតាមឈ្មោះម្ចាស់ដើមលោកស៊ីឡាដែលជាបុរសសង្ហានិងមានទ្រព្យសម្បត្តិច្រើនបំផុតក្នុងតំបន់កាលពីជាង50ឆ្នាំមុនលោកស៊ីឡាឈ្មោះនេះដែលត្រូវមនុស្សចាស់ៗនៅទីនោះនិយាយខ្សឹបខ្សៀវដោយភាពភ័យខ្លាចលេឡំនឹងការសរសើរពួកគេនិយាយថាលោកស៊ីឡាបានស្លាប់លង់ទឹកនៅមាត់ឆ្នេរនេះឯងក្នុងកាលៈទេសៈដ៏អាថកំបាំងអ្វីដែលពិសេសជាងនេះទៅទៀតគឺគេនិយាយថាទោះបីស្លាប់ទៅហើយក្តីក៏សម្រស់របស់លោកស៊ីឡានៅតែមិនប្រែប្រួលលោកនៅតែជាខ្មោចសង្ហាដែលយាមលំបាត់ផ្ទះវិមានចាស់របស់ខ្លួននារីមិនដែលជារឿងអបិយជំនឿទេនាងកាន់ពើលតូចមួយចូលទៅក្នុងផ្ទះក្លិនអាប់អួរលេឡំនឹងក្លិនទឹកអំបិលនិងធូលីចាស់ៗប៉ះច្រមុះនាងចិញ្ចៀងដែលធ្លាប់ជាថ្មម៉ាបភ្លឺរលោងឯឡំប្រេះស្រាំគ្រប់បន្ទប់ទាំងអស់មើលទៅហាក់ដូចជាពេលវេលាបានកប់ស្ទើរនៅទីនោះនៅពេលនាងដើរទៅដល់បន្ទប់ទទួលភ្ញៀវធំនាងមានអារម្មណ៍ថាត្រចៀករបស់នាងនឹងសូរតិចៗប្រហែលជាសម្លេងខ្យល់បក់បោកតែនៅពេលនោះក្លិនមួយបានលេចឡាយយ៉ាងច្បាស់លាស់ក្លិនទឹកអប់បុរសដ៏ថ្លៃថ្នូរនិងស្រស់ស្រាយដូចជាផ្កាម្លិះលាយឡំនឹងគ្រឿងទេសដ៏កម្រនារីឈប់ស្ងៀមផ្ទះនេះត្រូវបានគេបោះបង់ចោលជាង2ទសវត្សរ៍ហើយតើក្លិននេះមកពីណានាងបានមើលទៅកញ្ចក់បាក់មួយដែលធឿបជាផ្នែកមួយនៃទូដាក់ចានបុរាណនៅក្នុងកញ្ចក់នោះនាងឃើញខ្លួនឯងតែនៅពីក្រោយនាងបន្តិចទៅខាងស្ដាំមានស្រមោលថ្មីមួយដែលមានរាងកាយខ្ពស់ស្រឡះនារីបង្វែរខ្លួនយ៉ាងលឿនគ្មានអ្វីសោះមានតែធូលីនិងភាពស្ងាត់ជ្រងំដ៏គួរឲ្យខ្លាចនាងញ័រខ្លួនហើយសម្រេចចិត្តថានាងនឹងត្រួតពិនិត្យតែផ្នែកខាងមុខឲ្យចប់សិនហើយត្រឡប់ទៅសន្តាគារវិញនាងបាននិយាយលួងលោមខ្លួនឯងថាការអស់កម្លាំងពីការធ្វើដំណើរបានធ្វើឲ្យនាងចាប់ផ្ដើមមើលឃើញរូបភាពចម្លែកចំពោះទី2វត្តមានដ៏តាក់កៀនពេញមួយសប្តាហ៍នោះនារីនៅតែបន្តធ្វើការនៅផ្ទះវិមានសិលារាល់ថ្ងៃនាងមានអារម្មណ៍ថាមានអ្នកណាម្នាក់កំពុងសម្លឹងមើលនាងនៅថ្ងៃទី4នាងបានទៅត្រួតពិនិត្យបន្ទប់គេងធំដែលគេនិយាយថាជាបន្ទប់របស់លោកសិលាបន្ទប់នេះបែរមុខទៅសមុទ្រគ្រប់យ៉ាងត្រូវបានគ្របដណ្ដប់ដោយវ៉ានសូចង់នៅពេលនេះខ្យល់សមុទ្របានបក់ចូលមកនាំមកនៅក្លិនទឹកអប់ដ៏ត្រជាក់នេះម្ដងទៀតពេលនាងងាកមកនាងបានឃើញរូបរាងកាយមួយឈរនៅមាត់ទ្វារវាជាបុរសម្នាក់ដែលស្លៀកពាក់ឈុតពណ៌សស្អាតបាតដូចមនុស្សសម័យមុនរូបរាងកាយរបស់គាត់ខ្ពស់ស្មាទូលាយភ្នែករបស់គាត់ពណ៌ដូចជាទឹកអំបិលនៅពេលយប់ងងឹតតែមានពន្លឺរំលេចតិចៗច្រមុះស្រួចសក់ខ្មៅរលុងសឹកទឹកក្រោយបុរសម្នាក់នេះសង្ហាពិតមែនវាគឺជាភាពសង្ហាដែលមិនអាចរកឃើញនៅក្នុងមនុស្សរស់នៅសម័យនេះបានបេះដូងនារីលូតខ្លាំងនាងស្រែកមិនចេញអ្នកជាណានាងសួរដោយសំឡេងសុទ្ធបុរសនោះមិនឆ្លើយគាត់គ្រាន់តែញញឹមតិចៗជាមួយនឹងភាពតាក់ទាញដ៏ត្រជាក់គាត់មើលមកនាងដូចជាគាត់បានរងចាំនាងអស់មួយជីវិតដូច្នោះដែរនារីបានដឹងភ្លាមថានេះមិនមែនជាមនុស្សទេគាត់មិនមានស្រមោលពន្លឺព្រះអាទិត្យពេលល្ងាចដែលចាំងចូលមកគឺឆ្លងកាត់រាងកាយរបស់គាត់បន្តិចខ្មោចសង្ហាលោកសេឡានាងរត់ចេញពីបន្ទប់នោះយ៉ាងលឿនពេលនាងចុះទៅដល់ជាន់ក្រោមហើយងាកមកមើលវិញខ្មោចនឹងបាត់ទៅហើយពេលយប់នារីដេកមិនលក់នាងចង់រាយការណ៍រឿងនេះទៅក្រុមហ៊ុនតែនាងខ្លាចគេគិតខាននាងឈួតនាងព្យាយាមបញ្យល់ខ្លួនឯងថាភ្នែករបស់នាងបានលេងសើចជាមួយនាងដោយសារតែរឿងព្រេងនិទានដែលនាងបានឮតែចាប់ពីពេលនោះមកលោកស៊ីឡាបានបង្ហាញខ្លួនជាងងឹតគាត់
គាត់មិនដែលធ្វើអ្វីឲ្យឈឺចាប់ឡើយគាត់គ្រាន់តែឈរមើលនាងធ្វើការពេលខ្លះគាត់អង្គុយនៅលើកែមគ្រែបុរាណពេលខ្លះទៀតគាត់ឈរនៅមាត់បង្អួតសម្លឹងមើលទៅសមុទ្រគួរឲ្យចម្លែកជំនួសឲ្យភាពភ័យខ្លាចដំបូងនារីបែរជាចាប់ផ្ដើមធ្លាក់ក្នុងអន្លង់នៃភាពតាក់ទាញរបស់លោកស៊ីឡាទៅវិញភាពស្ងៀមស្ងាត់របស់គាត់មិនមែនជាការគំរាមកំហែងទេតែជាការអញ្ជើញដ៏ទន់ភ្លន់ភ្នែករបស់គាត់តែមានភាពសោកសៅជ្រៅដែលធ្វើឲ្យនាងចង់ចូលទៅលងលោមថ្ងៃមួយនាងកំពុងវាស់ទំហំចិញ្ចាងនាងក៏ដួលល្អិលជើងមុនពេលនាងប៉ះនឹងអេត្រជាក់នាងមានអារម្មណ៍ថាមានដៃដ៏រឹងមាំមួយបានចាប់ខ្លួននាងទប់ជាប់នាងងើបមុខឡើងឃើញលោកស៊ីឡាឈរជិតនាងមានអារម្មណ៍ថាមានភាពត្រជាក់ខ្លាំងចេញពីរាងកាយរបស់គាត់តែមិនមែនជាត្រជាក់ដូចទឹកកកនោះទេវាជាភាពត្រជាក់ដែលគួរឲ្យចង់នៅក្បែរអរគុណនាងនិយាយដោយស្ទាក់ស្ទើរលោកស៊ីឡាមិននិយាយគ្រាន់តែបន្ធូរដៃយឺតហើយញញឹមស្នាមញញឹមនោះស្រស់ស្អាតណាស់រហូតធ្វើឲ្យនារីភ្លេចថាគាត់ជាខ្មោចទៅហើយជំពូកទី3ស្រមោលនៃការកាន់កាប់រយៈពេល2ថ្ងៃចុងក្រោយនារីមិនបានចាក់ចេញពីផ្ទះវិមាននោះនាងមានអារម្មណ៍ថាខ្លួននាងត្រូវគេចងជាប់នឹងទីនោះមិត្តរួមការងាររបស់នាងបានទូរស័ព្ទមកសួរតែនាងឆ្លើយយ៉ាងខ្លីថានាងត្រូវសម្រុកការងារឲ្យចប់យប់នោះនារីបានយល់សពក្នុងសប្តាហ៍នោះនាងដើរតាមលោកស៊ីឡាទៅកាន់វត្តឆ្នេរលោកស៊ីឡាពាក់អាវឈុតសនោះដដែលលោកកាន់ដៃនាងដៃរបស់គាត់ត្រជាក់តែបង្កប់ទៅដោយអារម្មណ៍ការពារដ៏ចម្លែកនៅទីនេះជាមួយខ្ញុំសំឡេងរបស់លោកស៊ីឡាក្នុងសុបិននោះពាក្យរស់រណ្ដុងតែលាយលំនឹងភាពងងឹតខ្ញុំឯកោណាអ្នកជាមនុស្សតែមនគតដែលមើលឃើញខ្ញុំមិនអាចទេលោកស៊ីឡានាងនិយាយទាំងស្រក់ទឹកភ្នែកអាចយើងនឹងនៅជាមួយគ្នាជារៀងរហូតគ្មាននរណាម្នាក់អាចបំបែកយើងបានទេអ្នករបស់គាត់ដោយធ្លាប់តែសោកសៅឥឡូវប្រែជាភ្លឺចាញ់ចាំងដោយភាពអត្តានិយមផ្ទះនេះជាទុកសម្រាប់របស់យើងនាងភ្ញាក់ពីដំណេកដោយបេះដូងលោតខុសចង្វាក់នាងមើលទៅមាត់បង្អួចលោកសាឡាឈរនៅទីនោះសម្លឹងមើលនាងគាត់មិនបានចូលមកជិតទេតែវត្តមានរបស់គាត់បានបំពេញបន្ទប់ទាំងមូលនារីចាប់ផ្ដើមភ័យខ្លាចឡើងវិញភាពសង្ហារបស់គាត់គ្រាន់តែជាការបិទបាំងភាពជាម្ចាស់ដ៏ងងឹតមួយនាងសម្រេចចិត្តថានាងត្រូវស្វែងរកការពិតអំពីការស្លាប់របស់លោកស៊ីឡានាងបានរាវរកក្នុងបណ្ណាល័យចាស់របស់ផ្ទះវិមាននោះនៅជ្រុងមួយនាងបានរកឃើញទូដាក់ឯកសារដែលច្នៃស៊ីហើយនៅខាងក្នុងមានសៀវភៅកំណត់ហេតុប្រចាំថ្ងៃដែលសរសេរដោយលោកស៊ីឡាផ្ទាល់សៀវភៅកំណត់ហេតុនោះចាប់ផ្ដើមដោយពាក្យស្នេហាដ៏ផ្អែមល្ហែមចំពោះនារីម្នាក់ឈ្មោះកែវតែនៅជុំបញ្ចប់នៃសៀវភៅអត្ថបទបានផ្លាស់ប្ដូរទៅជាភាពខាងសម្បានិងការគិតមួយម៉ៃថ្ងៃទី18ខែឧសភានាងព្យាយាមចាកចេញពីខ្ញុំនាងគិតថានាងអាចរត់គេចពីសេចក្តីស្រឡាញ់របស់ខ្ញុំបានគ្មានអ្នកណាសមនឹងខ្ញុំក្រៅពីនាងទេថ្ងៃទី22ខ្ញុំបាននាំនាងទៅជិះទូកខ្ញុំបានប្រាប់នាងថាប្រសិនបើនាងមិននៅជាមួយខ្ញុំទេនាងមិនអាចនៅជាមួយអ្នកណាផ្សេងបានឡើយនាងបានធ្លាក់ទឹកជ្រៅណាស់ខ្ញុំគ្រាន់តែចង់ឲ្យនាងដឹងថាខ្ញុំជាម្ចាស់ជីវិតរបស់នាងនារីអានដល់ត្រង់នេះនាងញ័រពេញឆ្លុនលោកស៊ីឡាមិនមែនជាជនរងគ្រោះទេគាត់ជាមនុស្សដែលមានចិត្តគំនិតឆ្លុកវង្វេងនិងគួរឲ្យខ្លាចគាត់បានសម្លាប់គូដណ្ដឹងរបស់គាត់នាងបន្តអានទំព័រចុងក្រោយថ្ងៃទី4ខែមិថុនាពួកគេបានចោទប្រកាន់ខ្ញុំពីបទមនុស្សឃាតពួកគេនឹងយកអ្វីៗទាំងអស់ដែលខ្ញុំមានពួកគេនឹងយកផ្ទះនេះពួកគេនឹងយកសម្រក់របស់ខ្ញុំតែខ្ញុំនឹងមិនអនុញ្ញាតឲ្យពួកគេធ្វើដូច្នេះទេខ្ញុំនឹងនៅទីនេះជារៀងរហូតនៅកន្លែងដែលខ្ញុំសង្ហានឹងមានអំណាចបំផុតខ្ញុំនឹងរងចាំនរណាមែកតែយល់ពីខ្ញុំនៅខាងចុងទំព័រមានរូបគំនូរខ្មៅដៃដ៏ល្អិតល្អន់នៃចិញ្ចៀនពេជ្រមួយដែលមានលក្ខណៈពិសេសប្លែកនៅពីក្រោមរូបនោះសរសេរថានៅជាមួយខ្ញុំជារៀងរហូតនៅក្នុងគ្រឹះថ្មនៃបេះដូងផ្ទះនេះពេលនារីបិទសៀវភៅនាងមានអារម្មណ៍ថាមានភាពត្រជាក់ខ្លាំងនៅក្បែរនាងលោកស៊ីឡាបានឈរនៅពីក្រោយនាងគាត់មិនញញឹមទេភាពសង្ហារបស់គាត់នៅតែមានតែវាត្រូវបានគ្រប់គ្រងដោយភាពសាហាវខុសខើអ្នកមិនគួរដឹងរឿងនេះទេនារីសំឡេងរបស់លោកស៊ីឡាលួនលឺនៅក្នុងចិត្តរបស់នាង
មិនមែននៅក្នុងតែជាជំនួសទីមួយគ្រឿងនេតិបុគ្គលខ្ញុំបានឃើញការពិតហើយលោកសិលានាងនិយាយដោយសំឡេងញញតែព្យាយាមឲ្យមានភាពរងំអ្នកមិនមែនជាខ្មោចដ៏សោកសៅទេអ្នកជាបិសាចដែលខូខើលោកសិលាខិតចូលមកចិត្តពេលគាត់ដើរឥតមិនបានលួងលឺទេកែវមនោរម្យមិនបានដឹងពីតម្លៃនៃសេចក្តីស្រឡាញ់របស់ខ្ញុំទេតែអ្នកនារីអ្នកមានភាពឆ្លាតវៃជាងអ្នកនឹងនៅទីនេះហើយស្រឡាញ់ខ្ញុំរហូតដល់ពេលនោះភាពស្រស់ស្ងាត់របស់គាត់បានរលាយបាត់មួយរំពេចមុខរបស់គាត់នៅតែសង្ហាតែវាបានប្រែជាស្លេកដូចដីភ្នែករបស់គាត់គ្មានពន្លឺហើយបានលើទឹកសមុទ្របានគ្របដណ្ដប់លើសម្លៀកបំពាក់ពណ៌សរបស់គាត់ខ្ញុំមិនស្រឡាញ់អ្នកទេនារីស្រែកលោកស៊ីឡាបានលូកដៃត្រជាក់របស់គាត់បំបះថ្ពាល់នាងអ្នកនឹងស្រឡាញ់ខ្ញុំគ្មានអ្នកណាផ្សេងអាចមើលឃើញសម្រស់នេះក្រៅពីអ្នកទេនារីនឹកឃើញដល់ពាក្យចុងក្រោយនៅក្នុងសៀវភៅកំណត់ហេតុគឺនៅក្នុងគ្រឹះថ្មនៃបេះដូងផ្ទះនេះនាងដឹងថាវត្ថុអវិមួយបានចងភ្ជាប់វិញ្ញាណរបស់គាត់ទៅនឹងផ្ទះវិមានេះគឺចិញ្ចៀនរបស់កែវមនោរម្យលោកសេឡាបានលាក់វត្ថុនោះទុកដើម្បីឲ្យគូដណ្ដឹងរបស់គាត់នៅក្បែរគាត់ជារៀងរហូតនិងដើម្បីភ្ជាប់ខ្មោចរបស់គាត់ផងដែរនារីបានរើខ្លួនចេញពីការប៉ះរបស់គាត់ហើយរត់ចុះទៅជាន់ក្រោមទៅកាន់បន្ទប់ក្រោមដីដែលនាងមិនទាន់បានត្រួតពិនិត្យគំរត់អ្នកជាកម្មសិទ្ធិរបស់ខ្ញុំសំឡេងរបស់លោកស៊ីឡាផ្ទុះឡើងក្នុងបន្ទប់ក្រោមដីនោះមានសំណើមខ្លាំងហើយពោពេញទៅដោយដីហើយនឹងថ្មនាងបានរកឃើញគំនរថ្មដែលមិនត្រូវបានរៀបចំត្រឹមត្រូវនៅក្រោមជណ្ដើរដែលរលុះនេះត្រូវតែជាគ្រឹះថ្មនារីបានទាញពិលរបស់នាងហើយចាប់ផ្ដើមរើថ្មធំចេញដោយកម្លាំងដែលនាងមិនធ្លាប់មានពីមុនមកនៅពីក្រោយនាងលោកស៊ីឡាបានចាប់ផ្ដើមធ្វើឲ្យបរិយាកាសកាន់តែក្តៅខ្លាំងគ្រប់ទីមានសំឡេងចានបាក់បែកភៀណូលេងដោយខ្លួនឯងហើយសំឡេងខ្សឹបខ្សៀវដ៏ច្រើនរាប់មិនអស់ពេលនាងរើថ្មធំចុងក្រោយចេញនាងឃើញប្រអប់ឈើទូចមួយដែលរលួយនាងទាញវាចេញហើយបើកវាដោយដៃញ័រនៅក្នុងនោះគឺចិញ្ចៀនពេជ្រដ៏ស្រស់ស្អាតដែលនាងបានឃើញនៅក្នុងគំនូរវាភ្លឺចាំងនៅក្នុងពន្លឺពិលរបស់នាងដូចជាភ្នែកដែលពោពេញដោយពន្លឺអាក្រក់តែលោកសេឡាស្រែកលាន់លឺពេញផ្ទះសំឡេងរបស់គាត់ឡើងជាសំឡេងដ៏ពីរោះរណ្ដំទៀតហើយតែជាសំឡេងដ៏ឈឺចាប់នៃអ្នកដែលត្រូវបាត់បង់អ្វីៗទាំងអស់នារីបានងើបឈរឡើងលោកសេឡាឥឡូវឈរនៅពីមុខនាងគាត់មិនមែនជាខ្មោចដ៏សង្ហាទៀតទេគាត់មើលទៅដូចជាមនុស្សដែលលងនឹងស្លាប់មុខរបស់គាត់ហើមស្បែកពណ៌ខៀវមានសារ៉ាយសមុទ្រជាប់នឹងសាច់របស់គាត់ភាពសង្ហាបានរលាយបាត់អស់ហើយនៅសល់តែភាពអាក្រក់នៃសេចក្តីស្លាប់គុំខ្ញុំត្រូវការវាជាទ្រព្យសម្បត្តិរបស់ខ្ញុំលោកស៊ីឡាព្យាយាមលូកដៃមកចាប់ចិញ្ចៀននោះតែរាងកាយរបស់គាត់ញ័រដោយសារតែកម្លាំងនៃវត្ថុដែលរំដោះវិញ្ញាណនារីបានបោះចិញ្ចៀនពេជ្រនោះពេញទំហឹងតាមបង្អួតដែលបាក់នៃបន្ទប់ក្រោមដីវត្ថុនោះបានហោះទៅប៉ះនឹងផ្ទៃទឹកសមុទ្រនៅខាងក្រៅនៅពេលចិញ្ចៀននោះប៉ះនឹងទឹកលោកស៊ីឡាបានបញ្ចេញសំឡេងស្រែកដ៏គួរឲ្យរន្ធត់រន្ធត់ដែលនារីធ្លាប់ឮវាជាការស្រែកនៃភាពអស់សង្ឃឹមនិងការបាត់បង់ដែលលាយឡំនឹងសម្រែកនៃខ្យល់ព្យុះរាងកាយខ្មោចរបស់លោកស៊ីឡាបានចាប់ដើមរលាយគាត់បានបាត់បង់រូបរាងហាក់ដូចជាខ្យល់បានបោកគំទេចមកនៅក្នុងរយៈពេលប៉ុន្មានវិនាទីគាត់បានបាត់ទាំងស្រុងរួមជាមួយក្លិនទឹកអប់ដ៏ត្រជាក់នោះផ្ទះវិមាននោះស្រាប់តែស្ងប់ស្ងាត់ភាពត្រជាក់បានបាត់ទៅវិញជំនួសមកវិញដោយខ្យល់ត្រូពិកធម្មតាចំពោះទី5ការចាក់ចេញនិងការចងចាំនារីមិនបានសម្រាកយប់នោះទេនាងបានរត់ចេញពីផ្ទះវិមានស៊ីឡាទាំងពាក់អាវរហែកនិងប្រឡាក់ដីនាងបានទៅដល់សន្តាគារហើយរាយការណ៍ទៅក្រុមហ៊ុនថាផ្ទះនោះត្រូវតែរុះរាជាបន្ទាន់ដោយសំអាងលើហេតុផលថារចនាសម្ព័ន្ធរបស់វាឡើងមានសុវត្ថិភាពក្រុមហ៊ុនយល់ព្រមភ្លាមហើយក្នុងរយៈពេល1ខែផ្ទះវិមានសាលាត្រូវបានកំទេចចោលទាំងស្រុងគ្រឹះរបស់វាត្រូវបានជីកហើយកន្លែងនោះត្រូវបានត្រៀមលក្ខណៈសម្រាប់ការសាងសង់ថ្មីនារីបានបញ្ចប់ការងាររបស់នាងនៅកំពង់សោមហើយបានត្រឡប់ទៅភ្នំពេញវិញនាងមិនដែលប្រាប់នរណាម្នាក់ពីរឿងពិតដែលបានកើតឡើងឡើយនាងដឹងថាលោកសេឡា
មិនមែនគ្រាន់តែជាខ្មោចនៅក្នុងផ្ទះនោះទេគាត់ជាការឆ្លក់បង្វែងដែលចង់ភ្ជាប់ទៅនឹងសម្រស់និងអំណាចរបស់ខ្លួនឯងប៉ុន្មានឆ្នាំក្រោយមករមណីយដ្ឋានដ៏ប្រណីតមួយត្រូវបានសាងសង់ឡើងនៅកន្លែងដែលផ្ទះវិមានស៊ីឡាធ្លាប់ឈរវាជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ពេញនិយមបំផុតនៅក្នុងផ្សារតែអ្នកបម្រើក្នុងរមណីយដ្ឋានខ្លះនៅតែនិយាយខ្សឹកខ្សៀវពួកគេនិយាយថានៅពេលយប់ស្ងាត់ជ្រងល់ជាពិសេសនៅក្បែរអាងហែលទឹកដែលបែរមុខទៅសមុទ្រពួកគេតែងតែមានអារម្មណ៍ថាត្រជាក់ខកពីធម្មតាពេលខ្លះគេឃើញស្រមោលបុរសម្នាក់ដែលស្លៀកពាក់ឈុតពណ៌សស្អាតបាតដើរយ៉ាងសង្ហានៅតាមរបៀងបុរសនោះមានក្លិនទឹកអប់ដ៏ថ្លៃថ្នូរតែនៅពេលពួកគេចូលទៅជិតស្រមោលនោះក៏រលាយបាត់ទៅពួកគេនិយាយថាលោកស៊ីឡាខ្មោចសង្ហានៅកំពង់សោមមិនបានចាក់ចេញទាំងស្រុងនោះទេគាត់គ្រាន់តែផ្លាស់ប្ដូរទីកន្លែងរង់ចាំតែប៉ុណ្ណោះគាត់នៅតែស្វែងរកនារីថ្មីម្នាក់ដែលនឹងមកយល់ពីភាពឯកោនិងសម្រស់ដ៏អស្ចារ្យរបស់គាត់ហើយអ្នកដែលត្រូវជាប់អន្ទាក់នៃភាពជាម្ចាស់របស់គាត់ជានារីដែលរស់នៅឆ្ងាយពីរមណីយដ្ឋាននេះមិនបានហ៊ានវិលត្រឡប់ទៅកំពង់សោមវិញទេនាងដឹងថាភាពសង្ហារបស់លោកស៊ីឡាគឺជាមុខមាត់ដ៏គ្រោះថ្នាក់បំផុតនៃសេចក្តីស្លាប់